សួស្តីបងប្អូនទាំងអស់គ្នានឹងថ្ងៃនេះមកឆ្លើយតប comment បងណែគាត់ថាដែលឃើញខ្ញុំធ្វើវីដេអូលើ Samsung ឥឡូវខ្ញុំប្រើ Oppo ម្ដងដើម្បីលុបកម្មវិធីណាដែលមានសម្រាប់ច្រើនណាបងប្អូនដែលទូរស័ព្ទដែលចុចចូល Facebook ក៏តឹងចុចលេងអីវាតឹងហ្នឹងហើយមិនសូវដើរលឿនបងប្អូនមើលវិធីនេះទាំងអស់គ្នាហ្នឹងហើយវិធីនេះគឺលុបសម្រាប់ក្នុងទូរស័ព្ទយើងដើម្បីឲ្យទូរស័ព្ទដើរល្អហើយ Facebook Telegram TikTok យើងដើរស្រួលបងប្អូនណាហ្នឹងហើយបងប្អូនចុចមកលើការកំណត់មកនេះការកំណត់បងប្អូនប៉ះលើការកំណត់មួយពើបប៉ះលើការកំណត់ហើយវាមកដល់អញ្ចឹងបងប្អូនអូសលើមកបងប្អូនអូសលើមកបងប្អូនមករកពាក្យថាកម្មវិធីណាបងប្អូននេះឃើញទេដៃខ្ញុំអូសក្នុងហ្នឹងបងប្អូនខ្លះគាត់សួរថាគាត់រត់ឃើញហ្នឹងហើយរត់ឃើញរត់ពាក្យកម្មវិធីនោះឃើញបងប្អូនដាក់ភាសាខ្មែរមកហ្នឹងហើយចូលអញ្ចឹងមកវាមានច្រើនទៀតបងប្អូនណានឹងឲ្យយើងរើសបន្តនឹងបងប្អូនចុចកន្លែងនេះមកនេះកន្លែងថាការគ្រប់គ្រងកម្មវិធីណាបងប្អូនការគ្រប់គ្រងកម្មវិធីនៅលើនឹងមកដល់អញ្ចឹងកម្មវិធីទាំងប្រហែលគឺនៅនឹងទាំងអស់បើសិនបងប្អូនចង់ឲ្យគ្រប់កម្មវិធីដើរស្រួលបងប្អូនធ្វើកម្មវិធីនឹងម្ដងមួយទៅនឹងឲ្យគ្រប់កម្មវិធីណាបងប្អូនអូខេអូសលើមកកម្មវិធីដែលសម្រាប់ច្រើនជាងគេគឺមានតែ3កម្មវិធីទេដែលសម្រាប់ច្រើនជាងគេទាំងអស់ដែលយើងលេងប្រចាំថ្ងៃបងប្អូនហ្នឹងហើយអូសលើមកអូសមកនេះបងប្អូននៅលើ Facebook មួយហ្នឹងហើយប៉ះលើ Facebook មួយសិនមកណែដល់ពេលប៉ះចឹងហើយបងប្អូនអូសលើមកបងប្អូនមករើសពាក្យថាការប្រើប្រាស់ទិន្នន័យទំហំផ្ទុកទិន្នន័យណាឃើញទេ 137GB នេះបងប្អូនប៉ះនឹងមកបងប្អូននឹងឃើញពាក្យថាសម្អាតឃ្លាំងបំរុងហ្នឹងគឺការសម្រាប់ដែលបងប្អូនលេងតាំងប្រមាណវាកក់នៅនឹងណាចុចសម្អាតទៅមកដល់អញ្ចឹង360 MB នេះគឺច្រើនមែនតើបងប្អូនណាធ្វើឲ្យ Facebook យើងចុចចូលទៅវាដើរទៅនឹងដល់អញ្ចឹងចុចលើអក្សរខំនឹងមកប៉ះនឹងមកដល់អញ្ចឹងវាឡើងសូនហ្នឹងបងប្អូនហ្នឹងលុបពីកន្លែងហ្នឹងណាបងប្អូនបើសិនបងប្អូនចាំលេខកូដ Facebook បានបងប្អូនអាចលុបនៅលើការគ្រប់គ្រងទំហំផ្ទុកទំហំនេះដែរក៏បានដែរហ្នឹងហើយគឺល្អមែនតើណាតែបើសិនយើងអត់ចាំលេខកូដអត់ចាំ Gmail កុំធ្វើវាកន្លែងហ្នឹងណាបងប្អូនមើលតែក្រោមនេះមកហ្នឹងហើយសម្អាតទេសម្រាប់ហ្នឹងហើយមិនសម្អាតទិន្នន័យដែរទេតែបើថាសម្អាតទិន្នន័យគឺវាល្អខ្លាំងមែនតើគឺវាជំរះចោលភាសាហ្នឹងហើយអូខេរួចចុចចេញវិញមកសញ្ញាព្រួយលើហ្នឹងមកសញ្ញាព្រួយទៀតមកអូមករក Telegram នឹងនេះទៀតមកនៅគ្រប់កម្មវិធីបងប្អូនធ្វើអញ្ចឹងទាំងអស់ណាហ្នឹងហើយតែខ្ញុំបង្ហាញតែ3កម្មវិធីធំទេណែ Telegram មួយទៀតអូសលើឬហើយមករកវាទំហំបន្ទុកហ្នឹងដូចគ្នាដែរសម្អាតទាំងម្ដងតែលើ CK នេះហ្នឹងហើយឬហើយចុចថយមួយវិញទៀតថយទៀតមកលើ TikTok បងប្អូនហ្នឹងហើយលើ TikTok ដូចគ្នាបងប្អូនធ្វើដូចគ្នាហ្នឹងហើយធ្វើបានតែប៉ុណ្្នឹងគ្រប់កម្មវិធីបងប្អូនទូរស័ព្ទបងប្អូនដើរស្រួលហើយនេះវាច្រើនមែនទែនសម្រាប់ណាអូខេលុបហើយបើមកអាទិត្យអីលុបម្ដងទេបងប្អូនហ្នឹងហើយគឺធ្វើឲ្យប៉ុន្តែនៅពេលណាដែលទូរស័ព្ទបងប្អូនរៀងដើរយឺតចុចចូលរៀងដើរយឺតបងប្អូនលុបចោលភាសាអញ្ចឹងទៅហ្នឹងហើយនឹងដើរស្រួលវិញហើយ